តើបងប្អូនមករៀនធ្វើនំប៉ាវ snow សាច់ barbecue ម្ដងសប្តាហ៍ខ្ញុំធ្វើតែ snow សាច់ជ្រូកដាក់លាយជាមួយនឹងក្រតជាមួយអីអញ្ចឹងណាដល់ពេលលើកនេះធ្វើលាយជាមួយនឹងសាច់ barbecue វិញម្ដងហើយបន្ថែមជាមួយនឹងពងមាន់មួយចំហៀងទៀតហើយអា snow ហ្នឹងធម្មតាវាមិនសូវជាណាស់ទេយើងចង់ snow ធ្វើ snow អីក៏បានដែរពីអាស្រ័យទៅលើយើងចង់ញ៉ាំប៉ុន្តែសំខាន់បំផុតហ្នឹងគឺទៅលើសបកនំតែសបកនំយើងធ្វើអត់ឡើងក៏នំប៉ាវហ្នឹងក៏វាអត់ឆ្ងាញ់ដែរតោះតែយើងធ្វើសបកនំហ្នឹងវាឡើងល្អទើបសាច់នំប៉ាវហ្នឹងក៏វាឆ្ងាញ់ទៅតាមនឹងដែរដូចនេះខ្ញុំធ្វើនេះឆ្អិនហើយខ្ញុំក៏កាត់យកមកមើលមួយថាវាឆ្អិនបានកម្រិតណាព្រោះខ្ញុំដាក់ស្ងោរហ្នឹង snow ហ្នឹងវាឆ្អិនស្រាប់ហើយនេះលទ្ធផលហើយតែជាដំបូងគឺខ្ញុំត្រូវដាក់សសសាច់សិនដើម្បីធ្វើ snow យើងត្រូវសសសាច់ឲ្យវា clean វាឲ្យស្អាតសិនព្រោះអញ្ចឹងរបៀប clean ហ្នឹងគឺយើងចង់ដាក់ទឹកឲ្យវាពុះតិចឬក៏មិនបាច់ពុះដូចខ្ញុំធ្វើហ្នឹងក៏បានដែរហើយទៅយើងដាក់បង្គាប់វាខ្ទង់ប្រហែលជា5 ទៅ 6 នាទីដើម្បីឲ្យវាចេញជាកខ្វក់ពីទឹកហ្នឹងដល់ពេលខ្ញុំភ្លៀងស្អាតហើយខ្ញុំយកមកដាក់ស្ងោរអានេះគឺខ្ញុំយកមកដាក់ស្ងោរវាឲ្យវាផុយសាច់សិនដល់ពេលយើងស្ងោរផុយសាច់អស់ហើយបានយើងដាក់ទឹកអា barbecue របស់យើងហើយយើងដាក់ជាមួយនឹងស្ករបន្តិចអំបិលបន្តិចជាមួយនឹងម្សៅស៊ុបតែប៉ុណ្្នឹងហើយយើងបបាច់សាច់នឹងឲ្យវាទូចទៅហើយបង្គាប់វាឲ្យវាស្ងួតទឹកទៅតែប៉ុណ្្នឹងបានហើយឥឡូវសាច់ barbecue ខ្ញុំបានឆ្អិនហើយនេះអញ្ចឹងមកសាច់មួយឆ្នាំងមួយហ្នឹងគឺបានមកប្រអប់នេះហើយពងមាន់ហ្នឹងបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានដែរតែសំខាន់តើយើងមកលាយជាមួយនឹងជីសិនដំបូងគឺខ្ញុំមានទឹកដោះគោចំនួន4ស្លាបព្រាបាយស្ករសនេះ2ស្លាបព្រាបាយហើយជាមួយនឹងជីខ្ញុំប្រើជីប្រភេទនេះជាមួយនឹង4 tablespoon នេះខ្ញុំប្រើ4អាហ្នឹងហើយទឹកដោះគោហ្នឹងយើងកដៅឲ្យក្ដៅបន្តិចមកនេះខ្ញុំលាយបែបហ្នឹងហើយយើងដាក់លាយចឹងហើយយើងកូរវាឲ្យមិនបាច់ឲ្យវាលាយអស់ក៏បានដែរយើងគ្រាន់តែដាក់ហើយយើងកូរវាឲ្យវាបែកល្មមទៅហើយយើងគ្របវាទុកចន្លោះរយៈពេល10 ទៅ 15 នាទីហ្នឹងគឺរបៀបខ្ញុំធ្វើគឺខ្ញុំធ្វើបែបហ្នឹងនេះខ្ញុំដាក់ឲ្យខ្ញុំកូរវាហើយយើងកូរវាអញ្ចឹងណាហើយយើងទុកទៅ10 ទៅ 15 នាទីទៅគឺវាឡើងហើយសំខាន់បំផុតគឺយើងធ្វើអាមេហ្នឹងឯងបងប្អូនបើសិនជាយើងធ្វើមេហ្នឹងអត់ឡើងគឺយើងមិនបាច់ធ្វើនំប៉ាវទេព្រោះអីទោះយើងធ្វើមកចុះទៅដាក់ក៏វាអត់ឡើងដែរតែបើយើងធ្វើមេនឹងឡើងហើយអូខេអាហ្នឹងយើងចាប់ផ្ដើមធ្វើវាបានហើយតែឥឡូវយើងមកលាយម្សៅហ្នឹងបងប្អូនចង់ប្រើម្សៅអបផផ្លាវប្រភេទណាក៏បានដែរឲ្យតែជាម្សៅអបផផ្លាវហើយចំនួនម្សៅដែលខ្ញុំប្រើហ្នឹងគឺ760ក្រាមគឺស្មើនឹង3ខាប់ហើយនឹង2ស្លាបព្រាបាយអាហ្នឹងគឺខ្ញុំប្រើម្សៅសម្រាប់ធ្វើនំប៉ាវហ្នឹងហើយជាមួយនឹងទឹកបងប្អូនចង់ប្រើទឹកធម្មតាក៏បានប្រើជាមួយនឹងទឹកដោះគោក៏បានអាស្រ័យលើបងប្អូនចង់ប្រើហើយបើបងប្អូនមានទឹកដោះគោដាក់ទឹកដោះគោទៅហើយចំពោះម្សៅហ្នឹងបើបងប្អូនមានម្សៅខេកប្រើម្សៅខេកក៏បានដែរអានេះប្រើបានដូចគ្នាព្រោះអីម្សៅខេកនេះក៏វាជាប្រភេទម្សៅមីដែរគាត់ថាម្សៅខេកហ្នឹងសាច់វាពេលយើងប្រើវាទន់ជាងម្សៅមីហើយយើងប្រើជាមួយទឹកធម្មតាតែម្ដងយើងមិនប្រើមួយដោះគោអញ្ចឹងយើងវាស់ម្សៅហើយ
ហើយទៅដល់គោគឺខ្ញុំដាក់ជាមួយនឹង360 ml ប៉ុន្តែមុននឹងយើងលាយដាក់ដល់គោហ្នឹងគឺយើងត្រូវលាយគ្រឿងស្ងួតហ្នឹងឲ្យអស់សិនចាបងនេះអញ្ចឹងតទៅពីនឹងហើយខ្ញុំដាក់ជាមួយនឹងស្ករសខ្ញុំដាក់ជាមួយនឹង2ស្លាបព្រាស្ករសហើយខ្ញុំប្រើជាមួយនឹង baking powder ហ្នឹងខ្ញុំប្រើ1ស្លាបព្រាកាហ្វេគឺ1 tablespoon យើងប្រើចំនួនប៉ុណ្ណឹងដើម្បីឲ្យម្សៅយើងហ្នឹងវាកាន់តែឡើងបានល្អនេះខ្ញុំប្រើប្រភេទនេះ baking powder ខ្ញុំប្រើ1 tablespoon អញ្ចឹងហើយខ្ញុំប្រើជាមួយនឹងសក់ខ្ញុំដាក់តែកន្លះស្លាបព្រាកាហ្វេព្រោះអីយើងកុំឲ្យវាប្រៃពេកគាត់ដាក់ឲ្យវាមានជាតិឡំនៅក្នុងនេះអញ្ចឹងណាយើងកូរគ្រឿងស្ងួតហ្នឹងឲ្យវាចូលគ្នាអស់អញ្ចឹងមកបន្ទាប់ពីនឹងរួចរាល់ហើយចាំយើងលាយជាមួយនឹងទឹកដោះគោពេលយើងលាយទឹកដោះគោហ្នឹងយើងកុំចាក់ម្ដងទាំងអស់យើងចាក់ម្ដងបន្តិចហើយចាំយើងចាក់ជាមួយនឹងមេដែលយើងបានលាយមិញហ្នឹងនេះមេនេះគឺខ្ញុំលាយមិញហ្នឹងគឺវាឡើងហើយនេះអញ្ចឹងវាឡើងប៉ុណ្ណឹងបានហើយយើងអាចធ្វើនំយកមកធ្វើនំប៉ាវបានហើយនេះទឹកដោះគោអញ្ចឹងទឹកដោះគោក្នុងហ្នឹងគឺវាច្រើនតែខ្ញុំចង់ប្រាប់ថាពេលយើងដាក់បងប្អូនអាចដាក់ចន្លោះ350ទៅ360 ml វាអាស្រ័យទៅលើប្រភេទម្សៅដែរបងប្អូនមើលតាមភាពជាក់ស្ដែងកន្លែងហ្នឹងអញ្ចឹងយើងលាយបានបន្តិចចឹងហើយយើងដាក់អាមេយីនឹងចូលទៅយើងលាយវារហូតតតែវាម្សៅហ្នឹងវាលែងជាប់ដៃយើងណាទៅវាលែងជាប់នឹងអាឆ្នាំងហ្នឹងតពីនឹងហើយយើងខោបវាទុកក្នុងចន្លោះពីយើងប្រើចន្លោះពី1ម៉ោងទៅ2ម៉ោងហើយខោបវាកុំឲ្យចូលខ្យល់ហើយយកទៅដាក់កន្លែងវ៉ាំបន្តិចទៅនេះបងប្អូនបើសិនជាបងប្អូនមានម៉ាស៊ីនក្លុកវាក៏បានដែរម៉ាស៊ីនក្លុកម្សៅកិនម្សៅឲ្យវាចូលគ្នាតែខ្ញុំអត់មានខ្ញុំប្រើដៃអញ្ចឹងទៅគឺយើងលុញម្សៅហ្នឹងរយៈពេល5នាទីទៅ8នាទីអញ្ចឹងណាទៅតាមម្សៅច្រើនឬក៏តិចដល់ពេលយើងធ្វើអញ្ចឹងហើយទៅយើងយក wrap ហ្នឹងយើងយកមកហុំវាពីលើបិទវាពីលើដើម្បីកុំឲ្យវាមានចូលខ្យល់អីហើយយកទៅដាក់នៅកន្លែង room temperature អញ្ចឹងណាដាក់រយៈពេលចន្លោះ2ម៉ោងពេលយើងដាក់ចំនួន2ម៉ោងទៅគឺម្សៅយើងនឹងឡើងម្ដងតិចល្អមែនតើអានេះហេតុផលដែលសារគឺយើងធ្វើមេលាយនឹងត្រឹមត្រូវនេះម្សៅខ្ញុំធ្វើបន្ទាប់ពីទុករយៈពេល2ម៉ោងដល់ពេលនេះវាឡើងមកបែបនេះអញ្ចឹងពេលឡើងមកបែបហ្នឹងគឺយើងត្រូវសកត់វាឲ្យវាចេញខ្យល់ល្អទើបយកទៅធ្វើនំទៅបានវាឡើងល្អតែបើសិនជាយើងអត់សកត់វាហើយអត់ញីវាទៀតទេវានៅខ្យល់នៅហ្នឹងនេះគឺខ្ញុំថាញីវាធ្វើបែបហ្នឹងហើយយកទៅលុញវាក្នុងបែបជា4-5នាទីទៀតដើម្បីឲ្យវាចេញខ្យល់ល្អទើបយើងធ្វើនំទៅវាឡើងល្អនេះខ្ញុំដាក់ភេងនៅដៃទេដើម្បីកុំឲ្យវាស្អិតជាប់ដៃពេក
ឥឡូវនេះបន្ទាប់ពី5នាទីដែលខ្ញុំបានលុយម្សៅហើយវាចឹងចោលហើយខ្ញុំមូម្សៅជាតវែងហើយម្សៅខ្ញុំប៉ុណ្ណឹងគឺខ្ញុំកាត់ធ្វើនំបានចំនួន12នេះគឺខ្ញុំកាត់បែបហ្នឹងមកល្មមចំនួន10នំ12ហ្នឹងគឺវាមកល្មមមិនធំពេកមិនទូចពេកហើយបន្ទាប់ពីខ្ញុំរុំម្សៅនឹងកាត់ម្សៅនឹងបានចំនួន12ហើយខ្ញុំលុញម្សៅនឹងជាទម្រង់មូលតូចៗហើយខ្ញុំដាក់ចូលទៅក្នុងថង់មុននឹងយើងយកទៅធ្វើជានំប៉ាវគឺយើងដាក់អញ្ចឹងរយៈពេល 4-5 នាទីទៀតតទៅពីនឹងហើយម្សៅយើងគឺចាប់ផ្ដើមឡើងបន្ថែមទៀតហើយហេតុផលដែលពេលវាឡើងនឹងបងប្អូនស្ទាម្សៅនឹងគឺសាច់ម្សៅយើងឡើងទន់ពេលយើងសាច់ម្សៅយើងឡើងទន់អញ្ចឹងហើយគឺយើងយកមកធ្វើនំគឺឡើងល្អបងប្អូននេះបន្ទាប់ពី5នាទីដែលខ្ញុំបាននឹងវាចំហើយដើម្បីកុំឲ្យចូលចំអញ្ចឹងខ្ញុំដកអស់មួយដើម្បីខ្ញុំឲ្យបានធ្វើនំជិតបងប្អូនពេលធ្វើដែរហ្នឹងម្សៅយើងគឺវានៅរក្សាភាពទន់វាអត់ខ្សោះហើយនេះសាច់ជ្រូក barbecue ដែលខ្ញុំធ្វើហើយដាក់លាយជាមួយនឹងពងមាន់នេះឥឡូវនេះវាប្រហែលចានប៉ុណ្ណឹងសម្រាប់នំប៉ាវគ្រឿងសាច់មានតែប៉ុណ្្នឹងទេអានេះគឺខ្ញុំធ្វើ snow ផ្សេងគឺ snow barbecue អត់ធ្វើ snow សាច់ជ្រូកដូចសពមួយដងឯងមួយហើយចំហៀងហើយនំនេះពេលយើងធ្វើហើយយើងទុកហុំវាឥឡូវហ្នឹងដល់ពេលគ្រប់រយៈពេល5នាទីហើយគឺខ្ញុំត្រូវយកម្សៅដែលខ្ញុំបានលុញមូហ្នឹងខ្ញុំយកមកវិចជានំប៉ាវតែដែលយើងវិចទៅស្អាតទៅវិចតែប៉ុណ្្នឹងអញ្ចឹងយើងញ៉ាំយើងវិចប៉ុណ្្នឹងទៅយើងចេះតែប៉ុណ្្នឹងយើងមិនមែនជាអ្នកជំនាញលក់អីទេអញ្ចឹងយើងចេះវិចប៉ុណ្ណាយើងធ្វើប៉ុណ្្នឹងវិចម្សៅស្អាតទេបងប្អូនអើយតែគ្រាន់ថាញ៉ាំបាននេះយើងលុយបែបហ្នឹងហើយតទៅនឹងហើយយើងវិចមកម្ដងមួយមកពេលខ្ញុំវិចហើយគឺខ្ញុំយកទៅដាក់ចូលក្នុងថង់នឹងវិញពេលខ្ញុំដាក់ចូលក្នុងថង់នឹងវិញហើយខ្ញុំវិចបាញ់គ្រប់ទាំងអស់ហើយខ្ញុំទុកវាក្នុងរយៈពេល5នាទីទៀតគឺខ្ញុំយកទៅដាក់ចំហុយហើយឥឡូវនេះខ្ញុំដាក់ទឹកដាំអញ្ចឹងទឹកដែលខ្ញុំដាក់ដាំនេះខ្ញុំថែមទឹកខ្មេះចំនួន6ស្លាបព្រាបាយទៀតដើម្បីឲ្យម្សៅនំប៉ាវយើងហ្នឹងវាឡើងសល្អដាក់នៅក្នុងទឹកចំហុយរបស់យើងហ្នឹងខ្ញុំដាក់អញ្ចឹងហើយខ្ញុំដាក់ដាំទឹកហ្នឹងឲ្យពុះតបមកបានខ្ញុំរៀបចំដាក់ចំហុយនេះនំប៉ាវដែលខ្ញុំបានធ្វើហើយខ្ញុំទុកវា4-5នាទីអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមរៀបចូលទៅដាក់ចំហុយហើយខ្ញុំចំហុយម្ដង6នំប៉ាវហ
ហើយពេលបងប្អូនដាក់ចំហុយនោះបងប្អូនយកកសែងឬក៏កណាត់ហុំលើកម្រោបដើម្បីកុំឲ្យវាស្រក់ទឹកចូលនំប៉័ងបើមិនចឹងទេនឹងធ្វើឲ្យនំប៉័ងយើងនោះវាឡើងរីកហើម បានដល់ធ្វើ ហើយយើងអត់ធ្វើនឹងទេប៉ានឹងគេឆាយហើយចំពោះការចំហុយនេះដូចគ្នាដែរខ្ញុំត្រឡប់ខ្ញុំធ្វើចំហុយម្ដង6នំប៉ាវពួកអីបើសិនជាខ្ញុំចំហុយទាំងអស់ដាក់2ជាន់អានៅខាងក្រោមវាអាចនឹងស្រក់ទឹកពីអាលើនឹងទៅអញ្ចឹងយើងចំហុយម្ដង6ឬក៏ទៅតាមទំហំឆ្នាំងរបស់យើងដែរយើងដាក់មិនប៉ុណ្ណាអញ្ចឹងឆ្នាំងរបស់ខ្ញុំនឹងដាក់បាន6អញ្ចឹងខ្ញុំចំហុយម្ដង6វាធ្វើឲ្យនំប៉ាវយើងនឹងវាអត់មានដក់ទឹកស្រក់ទឹកហើមម្សៅសាច់នំនឹងទេហើយរយៈពេលដែលយើងចំហុយនំប៉ាវនេះដោយសារ snow វាចាញ់សាប់ហើយអញ្ចឹងខ្ញុំចំហុយតែក្នុង20នាទីទេពេល20នាទីហ្នឹងគឺនំប៉ាវយើងឡើងបានល្អមែនតើ You sure want that pink, that pink, not pink? វាឆ្អិនក្នុង20នាទី វ៉ាវ ឥឡូវខ្ញុំចាប់ផ្ដើមស្រង់វាចេញមកហើយខ្ញុំដាក់ថែម6នំទៀតដើម្បីឲ្យ អូអានឹងទូចាស់ស្រង់ ឆ្អិនបន្តគ្នា Sure. 20នាទីឆ្អិនហើយ យើងពេញមិនសូវស្អាតណាស់ Oh, តែសំខាន់ they see can យើងធ្វើទៅរសជាតិឆ្ងាញ់ một juice nữa. មកដាក់ចូល Đấy. ហើយឆ្ងាញ់គ្នាតិច Rồi tôi cho cái đá tí, tôi cho này. អូខេ ហែកមួយហ៎ Cái thấy chạy. Này. Cái tay quên nhé này. Chẳng á. ចាំទុកចាំ ណាអាណាអាកដាតែអូនយកចេញមុនគេហ៎ តែ ហ្នឹងហ៎ ពុកវិញ Còn như cái món cây. អ Mình tên. អូ3អ្នកយក snow សាច់បប Mình tên đi à chừng thực khỏi cái អូ này. អូអានេះអាសាច់ក្រោយគេ Nó này nó là hay bong bong này. អូឆានេះទៅរពោះទៅ នេះគេខ្ញុំពុះសាហើយគឺវាបានឆ្អិនល្អហើយសាច់ម្សៅក៏វាឡើងទន់ល្អដែរ របៀបធ្វើនំប៉ាវ snow សាច់ barbecue ដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នានៅពេលនេះបានរួចហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំជើងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណច្រើនសូមជម្រាបលាបាយបាយ Thằng nữa. នេះទុនល្អតាបងអូនថេកជាង Chút thằng nữa.